ចង់តែរត់កាច់ឬចាក់ចាញ់ខ្ញុំនឹងត្រូវស្លាប់ម្នាក់ចឹងដោយលឺយយនិយាយសោកឲ្យខ្លួនវិញបែបនេះរាយជីសម្លក់នាងហើយក៏និយាយទាំងចង់ស៊ីសាច់ថាកុំនិយាយច្រើនពេកឆាប់រៀបចំឲ្យលឿននៅឯសន្តានរបស់នាងគឺនៅត្រង់នោះអាចារ្យរបស់យើងអត់ហ៊ានតមាត់មួយគេទេភ័យឡើងញោមមាត់តាត់អស់ហើយថមទៅកូនធ្វើម៉េចយើងនៅផ្ទះគេធ្វើអីក៏សមបន្ទាប់ពីរៀបចំខ្លួនរួចរាល់ពួកគេទាំងអស់គ្នាក៏ធ្វើដំណើរទៅសាលារៀនបរិយាកាសនៅក្នុងឡានគឺថាស្ងាត់យកតែមែនតែនហ្មងគ្មានពីណាគេនិយាយអីឡើយប្រហែលជា2លានម៉ោងក្រោយមកពួកគេក៏មកដល់សាលារៀនយយត្រូវបានគេដាក់ឲ្យរៀនថ្នាក់នឹងអាយតូនិងកាណាតូគេនាំគ្នាចូលរៀនអស់ហើយនៅឡើយតែអាយតូនិងយយពួកគេទាំងពីរនាក់អត់បានចូលរៀននោះទេដោយសារតែអបិអាយតូនាំអាចកូនស្រីគេកិច្ចមករៀនមកនាំគ្នាធ្វើតាកយ៉ាគេញ៉ាំអីណាយ៉ាប់ហ្មងក្រោយពីញ៉ាំរួចរាល់ហើយនោះយយនាងបានប្រមូលរបស់ទាំងអស់មកលាងនាងលាងបណ្ដានាងស្រែកឲ្យអាយតូជួយរៀបរបស់ផ្សេងទៀតឆ្លៀតពេលដែលយយនាងកំពុងលាងចានអាយតូបានឆ្លៀតឱកាសបន្លំរងជញ្ជក់ឈាមរបស់នាងណាតែក៏ត្រូវបានយយនាងដឹងខ្លួនតាន់ពេលនាងក៏រត់ចេញទៅឈរនៅម្ខាងតែប្រូអាយតូគេមិនតាន់ឈប់តែត្រឹមនឹងនោះទេគេក៏បានចាប់បង្ខំជញ្ជក់ឈាមរបស់យយបានសម្រេចម្ដងហើយម្ដងទៀតបណ្ដាលឲ្យយយនាងខ្លាចដល់ថ្នាក់សន្លប់ជាលើកទី2អំឡុងពេលនោះរាយជីគេក៏មកតាន់ហេតុការណ៍នេះដែរគេក៏ស្ដីឲ្យអាយតូថាគេមិនចេះគិតគួរអ្វីសោះហ៊ានធ្វើរឿងបែបនេះទាំងដែលកំពុងនៅក្នុងសាលារៀនស្ដីឲ្យអាយតូរួចរាល់ហើយគេក៏ដើរចេញពីទីកន្លែងនោះបាត់ទៅអបិអាយតូហ្នឹងគេស្ដីឲ្យអត់ហ៊ានតមាត់មួយគេដែរព្រោះអីខ្លួនឯងធ្វើខុសមែនណោះកាត់ទៅអបិអាយតូហ្នឹងអាក្រក់ហ្មងណានៅពេលដែលយយដឹងខ្លួនវិញគេមិនទាន់ដោះលែងនាងនោះទេនៅឆ្លៀត3នាងយកទៅទម្លាក់ចូលអាងទឹកបន្ថែមទៀតធ្វើអីលយអីណាដល់ពេលឃើញគេអត់ចេះហៅទឹកចុះទៅជួយគេវិញតដែលហ៊ីកូននៅពេលដែលត្រឡប់មកផ្ទះវិញយយនាងបានលួចចូលបន្ទប់ទុកគ្រឿងអលង្ការនោះម្ដងទៀតដើម្បីពិនិត្យមើលសៀវភៅកំណត់ហេតុឪពុករបស់នាងពិតជាចម្លែកណាស់អក្សរដែលបានកត់ត្រាទុកទាំងប៉ុន្មានមិនដឹងជាបាត់ទៅណាអស់នោះទេគ្មានសូម្បីតែមួយសន្លឹករឿងក៏កាត់ទៅពេលញ៉ាំអាហារពេលល្ងាចវិញម្ដងអ្នករាល់គ្នាគេអង្គុយញ៉ាំបាយធម្មតាមានតែយយម្នាក់ប៉ុណ្ណោះដែលមិនញ៉ាំអីអង្គុយស្ងៀមស្ងាត់ដូចមនុស្សអត់មានវិញ្ញាណក្នុងខ្លួនណាបងប្អូនសាកាមគ្គីទាំង6នាក់នោះនៅពេលដែលគេឃើញយយធ្វើទង្វើបែបនេះពួកគេក៏នាំគ្នាដើរចេញពីទីកន្លែងនោះម្នាក់ម្ដងដោយស្អប់មិនចង់ឃើញមុខតួស្រីរបស់យើងទេយយនាងឃើញគេដើរចេញអស់អញ្ចឹងនាងក៏រៀបបំរុងនឹងដើរចេញដែរតែរាយជីបានខាត់ឲ្យនាងនៅមួយផ្លែតសិនព្រោះគេមានរឿងដែលត្រូវនិយាយគ្នាជាមួយនាងគេបាននិយាយណែនាំយយមិនឲ្យនាងធ្វើរឹកទៀតដោយអំបញ្ញមិញនោះទេព្រោះថាមើលទៅវាអាម៉ាស់ខ្លាំងណាស់ហួចគ្រាន់តែគ្នាស្ងៀមស្ងាត់អត់ញ៉ាំអីសោះក៏ជារឿងអាម៉ាស់ដែរអ៊ុយបាក់យល់ពីបយអស់ហ្នឹងណាគេបន្តនិយាយទៀតថានាងគួរតែបញ្ចប់សកម្មភាពបែបហ្នឹងទៅយល់ទេយយក៏តបមកវិញថាចាខ្ញុំដឹងហើយលោកមកដល់ក្នុងបន្ទប់វិញយយនាងរៀបតងួយទឹកទៅហើយនោះស្រាប់តែអបិអាយតូនឹងមិនដឹងចូលមកក្នុងបន្ទប់កូនស្រីគេតាំងកាលទេចូលបន្ទប់គេហើយទាមទារចង់ជញ្ជក់ឈាមរបស់នាងម្ដងទៀតអបិអាយតូនឹងដូចបិសាចអន្តងតាមខ្លួនចឹងយាយមែនយយទៅណាអបិនឹងទៅនងដែរតាមឈ្នានេះគេគ្រប់ជំហានហ្មងយយបានសុំអង្វរគេថាកុំឲ្យធ្វើបែបហ្នឹងទៀតអីព្រោះថានាងខ្លាចណាតែអបិនឹងអត់ព្រមទេដាច់ខាត់គេត្រូវតែបានជញ្ជក់ឈាមរបស់នាងមុននឹងគេជញ្ជក់ឈាមរបស់នាងគេក៏ដេញឲ្យនាងណាទៅងូតទឹកសិនទៅគេຕົកពេលឲ្យម៉ាននាទីអីចឹងណាងូតហើយត្រូវតែត្រឡប់មករកគេវិញដើម្បីឲ្យគេជញ្ជក់ឈាមទោះយយនាងខំបកាច់ខ្លាំងយ៉ាងណាក៏មិនអាចធ្វើអីអាយតូបានដែរបើគេសុទ្ធតែគំរាមសម្លាប់អីវ៉ាន់មានតែតាមនឹងចឹងទៅមកដល់បន្ទប់ទឹកមិនទាន់ទាំងបានងូតទឹកផងក៏ស្រាប់តែមានអបិស៊ូនៅក្នុងនឹងទៀតដេកត្រាំទឹកក្នុងអាងឡើងសង្ហាគ្មានចម្ពាក់ពីណាមករៀលយយនឹងបានសួរទៅកាន់គេថាហេតុអីក៏លោកមកគេនៅទីនេះអញ្ចឹងស៊ូក៏តបមកវិញថាយើងមិនបានដេកទេគឺយើងកំពុងតែងូតទឹកតើអូហួចវ៉ាំផាយគេងូតទឹកចឹងណោះបងប្អូនគេប្លែកយយនាងទាញដៃគេមួយទំហឹងហើយក៏និយាយទៅកាន់គេថាណែលោកចង់ងូតទឹកដល់អង្ការទៀតនឹងឆាប់ចេញទៅខ្ញុំត្រូវការងូតទឹកម្ដងស៊ូគេញញឹមចង់មាត់បែបមុខព្រានអីចឹងហើយនិយាយថាអញ្ចឹងនាងងូតទឹកជាមួយយើងហ្មងទៅតាមប៉ាត់គេគ្រាន់តែនិយាយតែប៉ុណ្ណោះគេមិនបានធ្វើអីនាងនោះទេនិយាយហើយគេស្ងៀមមួយផ្លែតក៏បន្តនិយាយទៀតថាកុំរំខានយើងអស់កម្លាំងណាស់គេក៏បន្តបិទភ្នែកទៀតទៅឆ្លៀតពេលនោះយយនាងបានសម្លឹងមុខគេហើយក៏និយាយទៅកាន់គេថាមើលទៅលោកមិនដូចបងប្អូនលោកទាំង5នាក់នោះទេត្រូវហើយព្រោះគេសុភាពបរោះអីចឹងណាស៊ូគេបានប្រាប់យយថាបងប្អូនសាកាមគ្គីទាំង6របស់គេហ្នឹងគឺមានម្ដាយខុសគ្នាដែលស៊ូនិងរាយជីម្ដាយជាមួយគ្នាអាយតូរាយតូនិងកាណាតូក៏ម្ដាយជាមួយគ្នាដែរចំណែកឯសាបារូគឺម្ដាយផ្សេងទៀតនិយាយដល់រឿងនេះគេក៏បាននឹកឃើញកាលពីអតីតកាលដែលកាលនោះគេនៅតូច
បកទៅកាន់អតីតកាលបន្តិចមានក្មេងប្រុសដែលគេមិនអោយយើងឃើញមុខម្នាក់បានព្យាយាមមកស្និទ្ធស្នាលជាមួយនឹងស៊ូហើយបន្ទាប់មកទៀតសាច់រឿងគេក៏ដែលជាប់តាក់ទងនឹងស៊ូកាលពីគេនៅក្មេងនោះគេមិនទាន់អោយយើងដឹងនៅឡើយទេថាតើមូលហេតុអ្វីបានជាភូមិនោះត្រូវបានភ្លើងឆេះបែបនេះក្រោយពីភ្ញាក់ដឹងខ្លួនពីការស្រមើស្រមៃវិញគេក៏ទាញដៃយុយចូលទៅក្នុងអាងទឹកជាមួយគេហើយក៏ជញ្ជក់ឈាមនាងយកតែម្ដងខំតសាថាសុភាពបរោះឥឡូវតដែលអេដមីនសុំដកពាក្យតសាពីអាប៉ែនឹងវិញហើយមកមើលអាយ៉ាតូវិញគេអត់ទៅណានោះទេគេនៅអង្គុយចាំយុយនៅក្នុងបន្ទប់នៅហ្នឹងមួយសន្ធោក្រោយមកយុយនាងក៏ត្រឡប់មកពីងុយទឹករួចរាល់គេដើរមកចិត្តនាងហើយប្រុងនឹងជញ្ជក់ឈាមតែមិនទាន់តាំងបានជញ្ជក់ឈាមផងនោះគេក៏កលេចឃើញស្នាមថ្មីដែលតបនឹងជញ្ជក់ឈាមហើយជាប់នៅករបស់យុយគ្រាន់តែឃើញអញ្ចឹងអាប៉ែនឹងក្តៅឆេវហ្មងសម្លុតសួរយុយតែជាស្នាមថ្មីពីណាគេជារបស់រៃជីមែនទេយុយនាងបកាយថាមិនមែននោះទេគឺជាស្នាមថ្មីរបស់លោកស៊ូបន្ទាប់ពីដឹងថាស្នាមថ្មីជារបស់ស៊ូហើយនោះគេក៏អូសដៃយុយទៅរកអាប៉ែស៊ូតែម្ដងអាយ៉ាតូគេក្តៅកាហាយមែនតែនក្តៅដូចបាយពុះពេលដែលបានជួបអាប៉ែស៊ូហើយប្រូអាយ៉ាតូរបស់យើងស្រែកជំទាវយកតែម្ដងណែស៊ូតើឯងកំពុងតែចង់ប្រយុទ្ធជាមួយយើងមែនកុំឯងតែ